មិនដឹងសោះថាផ្លែត្នោតខ្ចីផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពត្នោតគឺជាដើមឈើមួយប្រភេទរបស់កម្ពុជាដែលមានគុណប្រយោជន៍យ៉ាងខ្លាំងចាប់តាំងពីឫសដើមធាងស្លឹកផ្កានិងផ្លែក្រៅពីផ្លែខ្ចីគេយកមកធ្វើបង្អែមយ៉ាងឆ្ងាញ់ពិសានិងផ្លែទុំយកមកធ្វើជានំអាកោត្នោតយ៉ាងឆ្ងាញ់ទឹកត្នោតយកមកធ្វើជាភេសជ្ជៈផ្អែមជូរនិងរំងាស់ធ្វើស្ករត្នោតចំណែកឯឫសត្នោតមានរសជាតិផ្អែមត្រជាក់យកមកដាំទឹកពិសាជួយកែអាការៈក្តៅក្នុងគ្រុនក្តៅនិងរលាកក្រពេញទឹកមាត់បានខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួនរបស់ផ្លែត្នោតទី1គ្រប់គ្រងសីតុណ្ហភាពរាងកាយផ្លែត្នោតខ្ចីដើរតួជាសារធាតុត្រជាក់ល្អបំផុតនិងធ្វើឲ្យរាងកាយត្រជាក់តាមធម្មជាតិនៅរដូវក្តៅនិងគ្រប់គ្រងសីតុណ្ហភាពរាងកាយវាជួយបំបាត់ការស្រេកទឹកនិងផ្ដល់ថាមពលដើម្បីរក្សាភាពសកម្មពេញមួយថ្ងៃទី2រក្សាតុល្យភាពក្នុងរាងកាយផ្លែត្នោតខ្ចីសម្បូរទៅដោយសារធាតុរ៉ាយសូស្យូមនិងប៉ូតាស្យូមល្អដែលជួយរក្សាតុល្យភាពសារធាតុរាវនិងអេឡិចត្រូលីតនៅក្នុងរាងកាយបន្ថែមពីនេះវាក៏មានប្រសិទ្ធភាពបំផុតក្នុងការការពារការខាតជាតិទឹកនិងអស់កម្លាំងទី3ព្យាបាលជំងឺក្រពះវាជាឱសថធម្មជាតិព្យាបាលជំងឺក្រពះនិងបញ្ហារំលាយអាហារជាដើមបន្ថែមពីនេះវាក៏ជួយបំបាត់ការទល់លាមកនិងជំរុញចលនាពោះវៀនវាក៏ជួយបំបាត់ជាតិអាស៊ីតនិងដំបៅក្រពះផងដែរផ្លែត្នោតខ្ចីជួយសម្រួលដល់ការឈឺពោះនិងចង្អោរដែលតែងតែកើតឡើងអំឡុងពេលមានផ្ទៃពោះ4ប្រឆាំងអុកស៊ីតកម្មនិងប្រឆាំងការរលាកវត្តមានរបស់សារធាតុគីមីជាច្រើននៅក្នុងផ្លែត្នោតខ្ចីមានសារធាតុប្រឆាំងអុកស៊ីតកម្មនិងប្រឆាំងការរលាកដែលមានអត្ថប្រយោជន៍ក្នុងការបន្ថយដំណើរការនៃភាពចាស់និងកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពដូចជាជំងឺបេះដូងនិងមហារីកមិនទាន់អស់ទេផ្លែត្នោតខ្ចីក៏ជាផ្លែឈើដែលជួយសម្រកទម្ងន់ការពារស្បែកមុខកុំឲ្យក្រហមព្យាបាលជំងឺក្រពះធ្វើឲ្យរាងកាយមានភាពរហ័សរហួនបង្កើនថាមពលព្យាបាលការរលាកស្បែកការពារការកើតរមាស់ការពារតម្រងនោមជាដើម